រដ្ឋាភិបាលចិនបានបញ្ឈប់ការបញ្ចុះពន្ធទៅលើមាសទៀតហើយសម្រាប់អ្នកលក់រាយមាសនៅប្រទេសចិនអញ្ចឹងវាជាហេតុដែលធ្វើឲ្យតម្លៃមាសមានការធ្លាក់ចុះមកមួយចំនួនដែលយើងឃើញហើយណាចុះមកច្រើនដែរខ្ទង់$300-400ដែរតោះយើងចាប់ដើមដោយព័ត៌មានរឿងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកណាតើវាដល់ណាហើយយើងឃើញមួយសប្តាហ៍ជាងមុនលោកដូណាល់ត្រាំហើយនឹងប្រធានាធិបតីចិនស៊ីជីនពីងបានណាត់ជួបគ្នានៅប្រទេសកូរ៉េណាហើយបានចរចាគ្នាជាច្រើនអញ្ចឹងលទ្ធផលយើងឃើញហើយមានការបន្ធូរបន្ថយណាដូចជាមានកិច្ចព្រមព្រៀងការបញ្ចប់សង្គ្រាមពន្ធរវាងចិននិងអាមេរិកនឹងផងអញ្ចឹងមានការធូរស្រាលយ៉ាងខ្លាំងណាបើតាមសារព័ត៌មាន Nike Asia បានបញ្ជាក់ថាអាមេរិកឬកំពុងតែរៀបចំឯកសារដើម្បីបញ្ឈប់នៅទណ្ឌកម្មដែលដាក់លើនាវារបស់ចិនបញ្ជាក់ថាប្រមាណក្នុងខែតុលាកាលពីខែតុលាអាមេរិកបានដាក់ទណ្ឌកម្មទៅលើនាវារបស់ប្រទេសចិនដែលផលិតនៅប្រទេសចិនឬមួយក៏នាវាដឹកទំនិញរបស់ប្រទេសចិនឲ្យតែទៅសហរដ្ឋអាមេរិកចតនៅកំពង់ផែអាមេរិកគឺត្រូវតែតម្លើងតម្លៃទាំងអស់អញ្ចឹងនេះជាទណ្ឌកម្មមួយដែលអាមេរិកមើលឃើញថាចិនបានសម្រុកផលិតនាវាណាដើម្បីឲ្យមានការវិស័យនាវាដឹកជូនតាមនាវាហ្នឹងដើម្បីឲ្យវារីកចម្រើនជាងគេនៅលើពិភពលោកហើយអាមេរិកចោទថាចិនរដ្ឋាភិបាលចិនបានជំនួយលុយទៅក្រុមហ៊ុនដែលផលិតនាវាធំៗទាំងអស់ហ្នឹងដែលវាមិនយុត្តិធម៌សម្រាប់ក្រុមហ៊ុនដែលផលិតនាវាជុំវិញពិភពលោកទេអញ្ចឹងហើយដែលធ្វើឲ្យអាមេរិកបានដាក់ទណ្ឌកម្មទៅលើនាវាចិនទាំងប្រមាណដែលទៅដឹកទំនិញទៅអាមេរិកហើយចតនៅកំពង់ផែអាមេរិកដោយមានការតម្លើងតម្លៃនោះអញ្ចឹងក្រោយពីការចរចាគ្នារវាងលោកដូណាល់ត្រាំហើយនិងលោកស៊ីជីនពីងមកណាត្រូវបានបន្ធូរបន្ថយណាត្រូវបានធូរស្រាលឡើងវិញនៅសង្គ្រាមពាណិជ្ជកម្មហ្នឹងហើយខាងមន្ត្រីសហរដ្ឋអាមេរិកកំពុងតែរៀបចំឯកសារដើម្បីបញ្ឈប់ការដាក់ទណ្ឌកម្មរយៈពេល1ឆ្នាំគេរំពឹងថានៅថ្ងៃច័ន្ទនេះនឹងមានការរៀបចំឯកសារហើយនឹងមានការបញ្ចប់នៅទណ្ឌកម្មទាំងអស់ហ្នឹងហើយស្របពេលនោះដែរចិនក៏ដូចគ្នាដែរក្រោយពីអាមេរិកគាត់ដាក់ទណ្ឌកម្មមកចិនក៏ដាក់ទណ្ឌកម្មទៅលើនាវារបស់អាមេរិកដែរអញ្ចឹងថ្ងៃច័ន្ទនេះគឺជាអសានវត្តដែលប្រទេសទាំងពីរបញ្ឈប់ការដាក់ទណ្ឌកម្មទៅលើនាវាគ្នាទៅវិញទៅមកអញ្ចឹងវាធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មធូរស្រាលជាងមុនហើយវាធ្វើឲ្យតំណែងដែលចូលទៅសហរដ្ឋអាមេរិកហើយតំណែងដែលចូលមកប្រទេសចិនក៏តម្លៃក៏យ៉ាងធូរថ្លៃជាងមុនដែរយើងនឹងស្រាប់ហើយបើសិនជាតម្លើងតម្លៃទៅលើការចតនាវាទាំងសងខាងនៅតំណែងក៏ត្រូវតែតម្លើងតម្លៃដែរដើម្បីឲ្យរួចខ្លួនដើម្បីឲ្យមានដែលថាឲ្យចំណេញរៀងៗខ្លួនអញ្ចឹងងាប់តែអ្នកទិញអញ្ចឹងវាប៉ះពាល់ទៅលើសេដ្ឋកិច្ចរៀងៗខ្លួនទាំងអស់គ្នាអញ្ចឹងគេព្រមព្រៀងគ្នាបញ្ចប់ការដាក់ទណ្ឌកម្មហ្នឹងក្រោយពីជំនួបមេដឹកនាំធំៗទាំងពីរនេះជួបគ្នារួចតោះយើងមកបន្តមកមើលតម្លៃប្រាក់ដុល្លារវិញយើងឃើញថាតម្លៃប្រាក់ដុល្លារមួយរយៈនេះរៀងស្ទុះហក់ឡើងវិញណាក្នុងកំឡុងមួយខែចុងក្រោយនេះយើងឃើញថាតម្លៃប្រាក់ដុល្លារបានស្ទុះហក់ឡើងជាង 4% ណាបន្ទាប់ធ្លាក់ចុះខ្ទង់3% នៅដើមឆ្នាំ2025ណាដោយសារតែគេរំពឹងថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនេះនៅចុងឆ្នាំដែលត្រូវនៅខែធ្នូនេះកិច្ចប្រជុំពាក់ព័ន្ធជាមួយរឿងការបញ្ចុះអត្រាការប្រាក់ហ្នឹងដូចជាដំណឹងចេញមកហាក់បីដូចជាសមាជិកភាគច្រើនណាដូចជា50% ជាងគឺមិនគាំទ្រឲ្យបញ្ចុះអត្រាការប្រាក់ទេតែធ្វើឲ្យប្រាក់ដុល្លារមានការស្ទុះហក់ឡើងហើយព្រមទាំងមានការធូរស្រាលពាក់ព័ន្ធជាមួយនឹងសង្គ្រាមពាណិជ្ជកម្មអាមេរិកនិងចិនផងវាបានធ្វើឲ្យប្រាក់ដុល្លារក៏ស្ទុះហក់ឡើងដែរអញ្ចឹងអ្វីដែលគេរំពឹងការពីដើមឆ្នាំគេរំពឹងថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកហ្នឹងនឹងមានការបញ្ចុះអត្រាការប្រាក់ដល់ទៅ3 ដងទៅ4 ដងប៉ុន្តែចុងក្រោយនេះយើងឃើញហើយកាលពីចុងខែមុននេះអាមេរិកបានបញ្ចុះអត្រាការប្រាក់ម្ដងទៀតជាលើកទី2ណា
ហើយគេរំពឹងថាបញ្ចុះម្ដងទៀតនៅខែធ្នូជាលើកទី3ប៉ុន្តែតាមដំណឹងលិខិតរៀងចេញមកមានការបោះឆ្នោតមានការពិភាក្សាគ្នាអីហ្នឹងដូចថាប្រហែលជាមិនមានការបញ្ចុះអត្រាការប្រាក់ទេដោយសារតែគេរំពឹងថាអតិពរណាវាអាចឡើងខ្ពស់ជាងហ្នឹងដោយសារតែពន្ធបរិការរបស់លោកដូណាល់ត្រាំហ្នឹងអាចនឹងធ្វើឲ្យតំណែងឡើងថ្លៃខ្លាំងអញ្ចឹងបើបញ្ចុះអត្រាការប្រាក់ទៀតវានឹងធ្វើឲ្យប្រាក់ដុល្លារកាន់តែថោកទៀតតំណែងកាន់តែឡើងទៀតអញ្ចឹងប្រហែលជាមិនមានការបញ្ចុះអត្រាការប្រាក់ទេសម្រាប់ខែធ្នូឆ្នាំ2025នេះយើងបន្តមកមើលតម្លៃមាសវិញម្ដងតម្លៃមាសយើងឃើញថានៅប្រទេសចិនណារដ្ឋាភិបាលចិនបានបញ្ឈប់ការបញ្ចុះពន្ធទៅលើមាសទៀតហើយសម្រាប់អ្នកលក់រាយមាសនៅប្រទេសចិនអញ្ចឹងវាជាហេតុដែលធ្វើឲ្យតម្លៃមាសមានការធ្លាក់ចុះមកមួយចំនួនដែលយើងឃើញហើយណាចុះមកច្រើនដែរខ្ទង់$300-400ដែរណាដោយសារតែមានគេលក់មានឈ្មួញលក់មាសចេញផងហើយថ្មីនេះគឺដោយសារតែចិនរដ្ឋាភិបាលចិនចាប់ដើមយកពន្ធឡើងវិញជាមួយនឹងការលក់រាយមាសហ្នឹងអញ្ចឹងបើតាមព័ត៌មាន Bloomberg បានបញ្ជាក់ថាការចិននឹងបញ្ឈប់ការកាត់បន្ថយនៃការយកពន្ធទៅលើមាសចាប់ពីថ្ងៃទី1វិច្ឆិកានេះទៅអញ្ចឹងតាំងពីដើមខែ11នេះទៅនឹងមានការបញ្ឈប់ការដែលបញ្ចុះពន្ធទៀតហើយអញ្ចឹងសម្រាប់អ្នកលក់រាយមាសដែលចែកចាយមាសនៅទីផ្សារចិនដែលមានប្រជាជនខ្ទង់1400 លាននាក់ហ្នឹងណាអញ្ចឹងវាអាចធ្វើឲ្យសេចក្តីតម្រូវការណាហើយតម្លៃមាសនៅប្រទេសចិនមានការស្ទុះហក់ឡើងដោយសារតែបន្ថែមពន្ធថែមទៀតអញ្ចឹងសេចក្តីតម្រូវការមាសនៅប្រទេសចិនអាចធ្លាក់ចុះណាដែលជាហេតុអាចធ្វើឲ្យទីផ្សារមាសនៅលើពិភពលោកមានការធ្លាក់ចុះខ្លះៗសម្រាប់នៃការយកពន្ធឡើងវិញនៅតម្លៃនៅការជួញដូរមាសនេះគឺដោយសារតែអនុភាពនៃការរីកចម្រើនរវាងសេដ្ឋកិច្ចប្រទេសចិនព្រមទាំងការវិបត្តិនៃអចលនទ្រព្យប្រទេសចិនដែលមិនទាន់ដោះស្រាយរួចនៅជាប់ផុងនឹងនៅឡើយអញ្ចឹងរដ្ឋាភិបាលចិនត្រូវបង្ខំចិត្តយកពន្ធពីមាសឡើងវិញដើម្បីស្ដារសេដ្ឋកិច្ចប្រទេសចិនអញ្ចឹងមាសអាចនឹងរេរាធ្លាក់ចុះណាធ្លាក់ចុះបន្តិចរងចាំនៅពេលណាដែលធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកតម្លើងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតអាចនឹងឆ្នាំក្រោយអាចនឹងមាសស្ទុះហក់ឡើងទៅវិញហើយការធ្លាក់ចុះមាសហ្នឹងអាចនឹងមាននៅចុងឆ្នាំហ្នឹងដោយសារតែសេចក្តីតម្រូវការនៅចិនអាចនឹងធ្លាក់ចុះក្រោយពីដំឡើងពន្ធហើយជារដូវកាលដែលឥណ្ឌាកាត់បន្ថយនៃការទិញមាសហើយព្រមទាំងការនៅសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកនឹងផងដែលជាហេតុធ្វើឲ្យប្រាក់ដុល្លារមានតម្លៃនិងធ្វើឲ្យមាសធ្លាក់ចុះតាមក្បាលមកបន្តិចប៉ុន្តែសម្រាប់អ្នកវិភាគជុំវិញពិភពលោកគេនៅរំពឹងថានៅក្នុងឆ្នាំ2026ហ្នឹងមាសអាចឡើងទៅដល់$6,100ក្នុងមួយតម្លឹងអញ្ចឹងមួយតម្លឹងអាចឡើងដល់$6,100ក្នុងឆ្នាំ2026អញ្ចឹងមានលុយប្រមូលទិញមាសហើយណាតន់មាសនៅទៀតយើងមកមើលព័ត៌មានសម្រាប់សប្តាហ៍នេះវិញណាសប្តាហ៍ពាក់កណ្ដាលខែគេឃើញនៅថ្ងៃច័ន្ទអត់មានព័ត៌មានសំខាន់ទេថ្ងៃអង្គារមានព័ត៌មានរបស់លុយផោនណាលុយផោនមាន average earning index ហើយ climate change របស់លុយផោនម៉ោង2ល្ងាចថ្ងៃពុធអត់ទេថ្ងៃប្រហោះណាថ្ងៃប្រហោះម៉ោង2ល្ងាចព័ត៌មានរបស់ផោនគឺ GDP ព័ត៌មានសេដ្ឋកិច្ចណា GDP ប្រចាំខែនិង Prelim GDP ប្រចាំត្រីមាសហើយនឹងព័ត៌មានរបស់សហរដ្ឋអាមេរិកអតិពរណារបស់សហរដ្ឋអាមេរិកណា CPI របស់សហរដ្ឋអាមេរិកដែលចេញនៅថ្ងៃប្រហោះណាប៉ុន្តែអត់ដាក់ពេលវេលាច្បាស់លាស់ទេព្រោះអត់ដឹងគេធ្វើការឬក៏អត់ទេអាមេរិកនៅជាប់គាំងនៅឡើយហើយថ្ងៃសុក្រនឹងមានព័ត៌មានអាមេរិកដែរគឺ Core PPI Core Retail Sale PPI ហើយនឹង Retail Sale ណាអញ្ចឹងថ្ងៃសុក្រមានព័ត៌មាន Retail Sale ដែលសំខាន់ដែរហើយនឹង PPI អញ្ចឹងព័ត៌មានពីរនេះសំខាន់បន្តផ្សំដែរតែសំខាន់ជាងគេប្រចាំសប្តាហ៍នេះគឺ CPI ប្រចាំឆ្នាំណាយើងមកមើលតម្លៃមាសនៅសប្តាហ៍នេះគឺថាបើផ្សារភ្លាមមាសនៅ$4,042.97 ក្នុង1អោន 8G 3ហ៊ុននាฬิកាមាសនៅនាฬิកាអាប់ Signal ក៏អាប់
ណាសប្តាហ៍មុនមួយបាន1079ពីវាស្មើនឹង$100ដែរអញ្ចឹងមាសនៅរេរីអូគោលដៅអត់ទាន់ឃើញទេមិនដឹងថាគួរតែឡើងឬគួរចុះអញ្ចឹងគេរងចាំមើលតើអតិពលណារបស់សហរដ្ឋអាមេរិកដែលចេញនៅសប្តាហ៍នេះល្អឬក៏អាក្រក់ព័ត៌មានរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនចុះសប្តាហ៍មុនណាន់ហ្វាមហ្នឹងគឺអាមេរិកល្អហើយដែលធ្វើឲ្យមាសវានៅរេរីនៅខាងក្រោមហ្នឹងអញ្ចឹងព័ត៌មានអាមេរិកនៅសប្តាហ៍នេះទៀតបើល្អព័ត៌មាននឹងធ្វើឲ្យមាសធ្លាក់ខ្លួនចុះមកថែមទៀតតែបើអត់ល្អទេមាសប្រហែលជាអាចនឹងឡើងទៅ break resistance គាត់វិញហើយសម្រាប់ Bitcoin វិញតម្លៃ Bitcoin ព្រឹកនេះគឺបើកផ្សារមកនៅ 10,000 ជាងគឺ 10,5,900 ជាងណាតម្លៃ Bitcoin នៅនិន្នាការ down signal up អញ្ចឹងយើង sideways ណា support គឺនៅ 98,885 ហើយ resistance នៅ 11,000 ជាងអញ្ចឹងប្រហែលជាបញ្ចប់ការ retrace នឹងអាចទម្លាក់ខ្លួនមក break ថែមទៀតអញ្ចឹង Bitcoin អាចនឹងបន្តធ្លាក់ថែមទៀតសម្រាប់តម្លៃប្រេងសប្តាហ៍មុនតម្លៃប្រេងមកបាន278ពីបណានិន្នាការ down signal down ព្រឹកមិញបើផ្សារមកភ្លាមគឺ 60.20 គុតក្នុង1បារ៉ែលអញ្ចឹងប្រេងនៅចុះថែមទៀតណាអាចនឹងចុះមករក 56.33 ទៀតបើប្រេង51.31 ហ្នឹងនឹងចុះមកច្រើនថែមទៀតសម្រាប់តម្លៃលុយជប៉ុនវិញយើងឃើញហើយនិន្នាការលុយអាមេរិកគឺនៅឡើងបើប្រៀបធៀបនឹងលុយជប៉ុនសប្តាហ៍មុនមកបាន164ពីប signal up ណានិន្នាការក៏ up អញ្ចឹងនឹងបន្តឡើងទៅ break resistance ថែមទៀតយើងឃើញតម្លៃលុយអាមេរិកព្រឹកមិញនេះគឺស្មើនឹង153.80យេនក្នុង$1អាមេរិកអញ្ចឹងអាចនឹងឡើងទៅ break resistance 154.44 ថែមទៀតបើឡើងនឹងទៀតបើ break ឡើងទៀតនឹងបន្តឡើងកាន់តែច្រើនថែមទៀតចំណែកលុយអឺរ៉ូវិញលុយអឺរ៉ូនិន្នាការ down signal up ក៏ sideways ដែរណាសប្តាហ៍មុនមកបាន122ពីបហើយបើផ្សារព្រឹកមិញលុយអឺរ៉ូគឺ1អឺរ៉ូស្មើនឹង$1.1556អញ្ចឹងអឺរ៉ូអាចនឹងចុះមក break support បន្ថែមទៀតបន្ទាប់ពី signal down ត្រឡប់មកវិញចុងក្រោយគេលុយផោនក៏ដូចលុយអឺរ៉ូដែរគឺនិន្នាការ down signal up sideways ណាសប្តាហ៍មុនមកបាន168ពីបហើយព្រឹកមិញលុយផោនបើផ្សារមកគឺ1ផោនស្មើនឹង$1.3146អញ្ចឹងលុយផោននឹងបន្តធ្លាក់មករក support ថែមទៀតគឺ$1.3007មក break ទៀតចុះមកខ្លាំង